គ្រាន់តែសុបិនធំមួយមានធម៌ពលអាចផ្លាស់ប្ដូរជីវិតរបស់យើងបានវាមិនដែលវាមិនដែលគ្រាន់តែសុបិនធំមួយនឹងអាចផ្លាស់ប្ដូរជីវិតយើងបានទេវាមិនដែលនេះគឺជាអ្វីដែលមនុស្សជាច្រើនកំពុងតែគិតពួកគេគិតថានេះគឺជាទ្រឹស្ដីជោគជ័យក្នុងវ័យរបស់ខ្ញុំនេះបងប្អូនគឺយើងលេងនិយាយអំពីទ្រឹស្ដីរាក់ទៀតហើយគឺយើងឈានចូលទៅកាន់ការអានចិត្តមនុស្សមានន័យថាយើងស្វែងយល់អំពីទីជម្រៅនៃមនុស្សយើងស្វែងយល់អំពីទីជម្រៅចិត្តរបស់មនុស្សហេតុអ្វីបានជាបុគ្គលម្នាក់ហ្នឹងហ៊ាននិយាយបែបហ្នឹងហេតុអ្វីក៏បុគ្គលម្នាក់ហ្នឹងគេហ៊ានប្រើប្រាស់ពាក្យពេចន៍បែបហ្នឹងហើយគេហ៊ានសរសេរសៀវភៅអញ្ចឹងតើហេតុអ្វីតើគេគឺជាមនុស្សបែបណាគេបានលទ្ធផលអស់នឹងហើយឬនៅនេះគឺជាអ្វីដែលយើងត្រូវតែស្វែងយល់ស៊ីជម្រៅទៅកាន់ដួងចិត្តរបស់គេហេតុអ្វីក៏គេហ៊ានប្រើប្រាស់ពាក្យពេចន៍ប្រើប្រាស់គ្រាប់ពាក្យបែបហ្នឹងពាក្យថាចូលសុបិនឲ្យធំបងប្អូនមិនមែនមនុស្សគ្រប់គ្នាអាចសុបិនធំបានទេមិនមែនមនុស្សគ្រប់គ្នាអាចគិតធំបានទេអ្នកខ្លះគេគិតថាអូគ្រាន់តែគិតធំមានស្អីពិបាកអត់ទេពិបាកណាស់បងប្អូនគ្រាន់តែគិតលេងខ្ញុំចង់ខ្លាចជានាយករដ្ឋមន្ត្រីខ្ញុំចង់ខ្លាចជាអ្នកនោះបើគិតធំអញ្ចឹងវាគ្មានបានប្រយោជន៍ស្អីទេប៉ុន្តែការគិតធំនៅទីនេះគឺមិនមែនអញ្ចឹងទេពាក្យថាហ៊ានគិតធំមួយម៉ាត់នេះបងប្អូនមិនមែនជារឿងងាយស្រួលទេប៉ុន្តែអ្នកខ្លះបងប្អូនគ្រាន់តែគិតថាខ្លួនឯងខ្លាយជាមហាសេដ្ឋីខ្លួនឯងខ្លាយជាកំពូលអ្នកនិយាយឬក៏ខ្លួនឯងខ្លាយជាប្រធានាធិបតីមិនហ៊ានទាំងគិតផងអ្នកខ្លះគឺអត់ហ៊ានទេសួរថាបងឯងហ៊ានគិតថាខ្លួនឯងគឺជាមហាសេដ្ឋីទេបងឯងហ៊ានគិតថាបងឯងគឺជាមេប៉ូលីសឬក៏ជានាយករដ្ឋមន្ត្រីទេបងអត់ហ៊ានគិតផងអត់ហ៊ាននិយាយអត់ហ៊ានឆ្លើយឆ្លងផងអត់ហ៊ានគិតទេអញ្ចឹងពាក្យថាសុបិនឲ្យធំនេះគឺផ្ដោតទៅលើការហ៊ានគិតតើអ្នកឯងហ៊ានគិតហើយឬនៅហ៊ានគិតទេបើហ៊ានគិតហើយគឺរកវិធីក្នុងការសម្រេចវាគឺរកវិធីក្នុងការធ្វើវានៅពេលដែលយើងគិតធំបងប្អូនយើងចាប់ផ្ដើមរិះគិតនៅពេលយើងគិតគឺយើងចាប់ផ្ដើមមានវិធីមានយុទ្ធសាស្ត្រក្នុងការធ្វើនៅពេលដែលយើងមានរឿងទាំងអស់នឹងហើយវាគឺជាធម៌ពលមួយយ៉ាងដែលរុញយើងទៅធ្វើដែលរុញយើងឲ្យទៅដល់គោលដៅដូច្នេះពាក្យដែលគេនិយាយថាចូលគិតឲ្យធំឬក៏សុបិនឲ្យធំគឺគេចង់ឲ្យយើងនឹងហ៊ានគិតហើយរិះរកវិធីដើម្បីធ្វើហើយពាក្យមួយនេះវាពិតជាកើតមានពិតប្រាកដមែនវាពិតជាមានមនុស្សជាច្រើនអាចធ្វើបានពិតប្រាកដមែនពាក្យនេះមិនមែនជាពាក្យលេងសើចមិនមែនជាទ្រឹស្ដីជោគជ័យទេប៉ុន្តែវាបង្កប់នៅអារម្មណ៍វាបង្កប់នៅធម៌ពលវាបង្កប់នៅគំនិតជាច្រើនអ្វីដែលខ្ញុំលើកឡើងនេះវាមិនទាន់អស់ទេប៉ុន្តែខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអាចគិតពិចារណាយល់ហើយបន្ថែមការគិតបន្តទៅទៀត